យើងឃើញមានមហាអស្ចារ្យនាគជាច្រើននិងសាកសពមនុស្សជាច្រើនបន្ទាប់មកយើងឃើញមនុស្សម្នាក់ដែលរងរបួសធ្ងន់ធ្ងរខាងក្រោយគាត់មាននាគមួយគួរឲ្យភ័យខ្លាចខ្លាំងដែលកំពុងត្រៀមសម្លាប់គាត់មនុស្សនោះគិតក្នុងចិត្តថាបើខ្ញុំសង្ឃឹមថាក្រុមចុងក្រោយនឹងជោគជ័យក្នុងបេសកកម្មរបស់ពួកគេបន្ទាប់មកនាគនោះក៏សម្លាប់គាត់បន្ទាប់ពីនោះឆាកត្រូវបានផ្លាស់ប្ដូរទៅខាងក្នុងប្រាសាទមួយនៅទីនោះមានមនុស្ស4នាក់ហើយយើងឃើញតួឯករបស់យើងអង្គុយនៅខាងមួយនៅមុខពួកគេមានគ្រីស្តាល់មួយឈ្មោះថា គ្រីស្តាល់ពេលវេលាលំហ Time Space Crystal ដោយប្រើគ្រីស្តាល់នេះមនុស្សអាចត្រឡប់ទៅអតីតកាលបានមានន័យថាអាចកើតឡើងវិញក្នុងពេលវេលាបន្ទាប់មកបុរសសាច់ដុំម្នាក់និយាយថាហេតុអ្វីមិនឲ្យអ្នកខ្លាំងបំផុតរបស់យើងត្រឡប់ទៅអតីតកាលដើម្បីកែប្រែអ្វីទាំងអស់បន្ទាប់ពីពិភាក្សាពួកគេទាំងអស់គ្នាក៏សម្រេចថាតួឯកគួរតែជាអ្នកត្រឡប់ទៅអតីតកាលបន្ទាប់មកមេដឹកនាំរបស់ពួកគេចាប់ផ្ដើមអានមន្តអាគមហើយដោយជំនួយពីវាតួឯកក៏ត្រូវបានកើតឡើងវិញក្នុងពេលវេលាបន្ទាប់មកយើងឃើញថាគាត់បានកើតឡើងវិញនៅពេលដែលគាត់បានមកដល់ពិភពផ្សេងនេះជាលើកដំបូងមានមនុស្សជាច្រើននៅមុខគាត់ដែលកំពុងមានអារម្មណ៍ធុញថប់និងនិយាយគ្នាតួឯករបស់យើងពន្យល់ថាវាជារឿងធម្មតាណាស់ដែលមនុស្សទាំងនេះមានអារម្មណ៍បែបនេះព្រោះពួកគេទើបតែមកដល់ពិភពនេះហើយគាត់ក៏ប្រាប់ថាពិភពនេះទាញយកសត្វមានជីវិតពីវិមាត្រផ្សេងនៅថ្ងៃទីគាត់អាយុ20ឆ្នាំគាត់ក៏ត្រូវបានទាញមកកាន់ពិភពនេះដូចគ្នាបន្ទាប់មកឆាកក៏ត្រឡប់មកបច្ចុប្បន្នវិញវីរបុរសរបស់យើងប្រាប់ថាមេរៀនដំបូងកំពុងតែចាប់ផ្ដើមហើយវានឹងមកដល់ឆាប់នេះបន្ទាប់មកយើងឃើញថាមានស្នាមប្រេះមួយកើតឡើងនៅលើមេឃមានព្រីមួយហោះចេញពីស្នាមប្រេះនោះប៉ុន្តែព្រីនោះមើលទៅដូចជាអារក្សសម្រាប់ពួកយើងដូច្នេះចាប់ពីពេលនេះទៅយើងនឹងហៅវាថាអារក្សបន្ទាប់មកអារក្សនោះនិយាយថាសួស្ដីមនុស្សទាំងអស់ខ្ញុំជាព្រីជំនួយការដែលបានមកទីនេះដើម្បីពន្យល់អំពីពិភពលោកផ្សេងមួយនេះទៅកាន់អ្នកទាំងអស់គ្នាហើយវាបន្តថាទូមនុស្សទាំងអស់សូមស្វាគមន៍មកកាន់ពិភពលោកផ្សេងនេះបន្ទាប់មកមានបុរសម្នាក់ស្រែកយ៉ាងខ្លាំងថាពិភពលោកផ្សេងអ្វីខ្ញុំត្រូវតែត្រឡប់ទៅផ្ទះខ្ញុំវិញផ្ញើខ្ញុំត្រឡប់ទៅផ្ទះវិញអារក្សនោះឆ្លើយវិញដោយកំហឹងថាស្ដាប់ការពន្យល់របស់ខ្ញុំឲ្យល្អបុរសនោះគិតក្នុងចិត្តថាសំឡេងរបស់អារក្សបានផ្លាស់ប្ដូរភ្លាមបន្ទាប់មកអារក្សនិយាយថាអ្នកទាំងអស់គ្នាត្រូវបានផ្ដល់សេរីភាពគ្មានដែនកំណត់នៅទីនេះមានន័យថាគ្មានច្បាប់ណាមួយអនុវត្តនៅក្នុងពិភពលោកនេះទេហើយអ្នកអាចធ្វើអ្វីក៏បានដែលអ្នកចង់ធ្វើខណៈពេលនិយាយបែបនេះអារក្សក៏សើចយ៉ាងគួរឲ្យខ្លាចវាបន្តថាមិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់គ្នាត្រូវបានដោះលែងពីដែនកំណត់រាងកាយនេះមានន័យថាអ្នកអាចមានកម្លាំងខ្លាំងអស្ចារ្យដូចវីរបុរសក្នុងភាពយន្តបន្ទាប់មកវានិយាយថាឲ្យខ្ញុំបង្ហាញឧទាហរណ៍មួយទៅអ្នកទាំងអស់គ្នាវាចុចម្រាមដៃម្ដងហើយបុរសម្នាក់នៅមុខវាត្រូវបានសម្លាប់ភ្លាមឃើញដូចនេះមនុស្សនៅជុំវិញមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងអារក្សសាច់ហើយនិយាយថាពិតប្រាកដខ្ញុំមិនចូលចិត្តមនុស្សដែលរំខានទេមនុស្សនៅសល់ចាប់ផ្ដើមរត់គេចដោយការភ័យខ្លាចប៉ុន្តែអារក្សចុចម្រាមដៃម្ដងទៀតបណ្ដាលឲ្យមនុស្សជាច្រើនទៀតស្លាប់ដោយសារតែបែបនេះមនុស្សដែលនៅសល់គ្រាន់តែឈរនៅទីនោះយ៉ាងស្ងៀមស្ងាត់ហើយចាប់ផ្ដើមស្ដាប់វាអារក្សសាច់ហើយនិយាយថាខ្ញុំបានប្រាប់ហើយថាខ្ញុំមិនចូលចិត្តសម្លេងរំខានទេបន្ទាប់មកវាបន្តពន្យល់វាបង្ហាញរូនមួយចេញពីដៃហើយនិយាយថានេះគឺជារូនអ្នកអាចទទួលបានវាដោយសម្លាប់សត្វមានជីវិតណាមួយបន្ទាប់មកវាពន្យល់បន្ថែមថាពិភពលោកនេះមានរូនប្រភេទផ្សេងដូចជារូនកម្លាំងរូនអារម្មណ៍រូនព្យាបាលនិងជាច្រើនទៀតរូនទាំងនេះនឹងបង្ហាញឡើងដោយចៃដន្យនៅពេលអ្នកសម្លាប់សត្រូវមានពណ៌រូនផ្សេងគ្នាសខ្សោយបំផុតបន្ទាប់មកក្រហមបន្ទាប់មកទឹកក្រូចបន្ទាប់មកលឿងបន្ទាប់មកបៃតងបន្ទាប់មកខៀវបន្ទាប់មកប្រផេះហើយចុងក្រោយគឺពណ៌ផ្កាឈូកហើយបើអ្នកខិតខំប្រឹងប្រែងនិងប្រយុទ្ធជាញឹកញាប់អ្នកអាចក្លាយជាមនុស្សខ្លាំងឡើងរូនដែលនៅក្នុងដៃខ្ញុំគឺជារូនកម្លាំងមានន័យថាអ្នកណាដែលប្រើវាកម្លាំងរបស់គេនឹងកើនឡើង